បងប្អូនមានដំណឹងល្អមួយជូនបងប្អូនឲ្យបានដឹងធ្លាប់ស្គាល់អត់ website Bybit ឬក៏ platform ដែលយើង trade cryptocurrency ណាអញ្ចឹងឥឡូវនេះថ្ងៃសៅរ៍ថ្ងៃអាទិត្យយើង trade កាក់ឬក៏ crypto អញ្ចឹងឥឡូវនេះ Bybit គាត់បាន update platform ថ្មីមួយគឺអាច trade នៅ MT5 បានអញ្ចឹងបងប្អូនមានភាពងាយស្រួលជាងការ trade នៅក្នុង platform Bybit បើយើង trade កាក់ផង trade មាសឬក៏ forex ផងវាប្រើ platform 2អញ្ចឹងឥឡូវបានតែមួយទេយើងអាច trade បានតែម្ដងអញ្ចឹងយើងចង់ដឹងថាតើការ register ឬក៏ការ connect គ្នាជាមួយនឹង Bybit នេះធ្វើរបៀបម៉េចខ្លះតោះចូលមកមើលទាំងអស់គ្នាបាទបងប្អូនសម្រាប់ជាដំបូងយើងត្រូវការកម្មវិធីនេះមួយសិនដើម្បីយើងswitch ឬក៏ផ្លាស់ប្ដូរពី platform Bybit នេះទៅ MT5 ដើម្បីយើង trade stock market crypto ឬក៏ forex ឲ្យបានដូចគ្នាបាទអញ្ចឹងវាល្អមែនទែនទី1យើងមាន Bybit ទី2 MT5 នេះជាង MT5 យើងចុចចូលមកខាងនេះខ្ញុំ register ហើយបាទបងប្អូនអញ្ចឹងជាដំបូងយើងចូលមកក្នុង Bybit នេះមកនេះខ្ញុំបង្កើត account ហើយបើសិនជាបងប្អូនមិនទាន់មានទេបងប្អូនអាចបង្កើតតាម referral link របស់ខ្ញុំខាងក្រោមអញ្ចឹងបងប្អូនអាច trade crypto បានហើយអញ្ចឹងនៅនេះយើងមានទាំងអស់បាទ market ដូច platform ផ្សេងដែរតែនេះវាឡយជាងវាទំនើបជាងហើយវាអស់លុយ fee តិចជាងបាទអញ្ចឹងឥឡូវត្រឡប់មកវិញយើងនិយាយអំពីការចង់ trade Bybit នេះនៅក្នុង MT5 អញ្ចឹងយើងចុចកន្លែង more នេះមកបើសិនជាយើងចេញ trade 5នេះយើងចុច more នេះមកបាទអញ្ចឹងនៅទាំងអស់នេះ screen ទាំងអស់ហ្នឹងបងប្អូននឹងឃើញហើយគឺ Goal and FX MT5 បាទអញ្ចឹងបងប្អូនគ្រាន់តែចូលកន្លែងហ្នឹងមកបាទយើងនឹងមានការឲ្យ register នៅពេលបងប្អូន register ហើយអញ្ចឹងបងប្អូនអាច trade បានហើយវាមានការងាយស្រួលហើយមួយទៀតចង់បញ្ជាក់រឿងយើង deposit យើង deposit អត់បានទេតាម ABA តាមអីអញ្ចឹងរាល់បងប្អូនដែលគាត់ចង់ deposit ឬក៏ transfer គាត់អាច transfer ពី stable coin ឬក៏ bitcoin ឬក៏ USDT បានអញ្ចឹងយើង transfer ពី Bybit នេះទៅបាទពី Bybit ទៅ MT5 ហ្នឹងបាទនេះ funding ទៅ MT5 ឬក៏ពី MT5 មក funding បាទអញ្ចឹងយើងគ្រាន់តែធ្វើតែប៉ុណ្្នឹងគឺយើងងាយស្រួលហើយវាប្រើពេលតិចទេអញ្ចឹងបងប្អូនដែលគាត់ចង់ trade crypto ឲ្យបានស្រួលក្នុង MT5 ហើយងាយស្រួលក្នុងការមើលទីផ្សារជាងplatform Bybit បងប្អូនអាច register បានអញ្ចឹងបងប្អូនដែលគាត់មានចម្ងល់អាចសួរនាំខ្ញុំថែមបានណាបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងអរគុណបងប្អូនទាំងអស់គ្នា